បើមនុស្សយើងចាអ្វីដែលយើងកំពុងតែដំណើរជីវិតទៅវាអាស្រ័យនៅលើការគិតអារម្មណ៍ចាការគិតអារម្មណ៍ចាវាមានឥទ្ធិពលសម្រាប់ជីវិតបងប្អូនចំណាំមើលនៅពេលដែលយើងអារម្មណ៍មួម៉ៅក្តៅក្រហាយដំបូងឡើយមុននឹងមួក្តៅក្រហាយគឺឆ្លងកាត់ការគិតសិនឆ្លងកាត់ការវិភាគសិនត្រូវអត់នៅពេលដែលយើងបានឃើញ status អីមួយយើងឃើញពឹបយើងចាប់ផ្ដើមយកមកគិតយើងគិតសិនអេគេចង់ថាឲ្យអ្នកណាគេចង់ថាឲ្យអ្នកណាប្រកបពីគិតឲ្យវិភាគហើយគឺវាចាប់ផ្ដើមមានអារម្មណ៍រួមអញ្ចឹងនៅពេលដែលមានអារម្មណ៍រួមពឹបវាធ្វើឲ្យយើងចាប់ផ្ដើមមានទោសៈមោហៈភាពខឹងឡើងមកដល់តែពេលមានភាពខឹងឡើងមកពឹបវាคล้ายជាអារម្មណ៍មួយធ្វើឲ្យយើងធ្វើអ្វីដែលវាខុសដែលអ្វីដែលវាខ្វះការពិចារណាទើបធ្វើឲ្យយើងសម្រេចចិត្តអីមួយបែបតាមអារម្មណ៍បងប្អូនដឹងអត់គេថាមនុស្សយើងមិនមែនរស់នៅជាមួយនឹងការគិតទេគ្រប់យ៉ាងគឺអ្នកប្រើអារម្មណ៍ទាំងអស់អារម្មណ៍ស្រឡាញ់នៅពេលដែលយើងមានអារម្មណ៍ស្រឡាញ់អ្នកណាម្នាក់យើងអត់មានបានរស់នៅក្នុងខិតនៅភាពក្រិតក្រមពិចារណាណាអូខ្ញុំរស់នៅដោយមានសតិបញ្ញា yes បើសិនជាយើងអាចគ្រប់គ្រងអាសតិមួយហ្នឹងគ្រប់គ្រងអារម្មណ៍បាន yes យើងនឹងមានសតិបញ្ញាយើងនឹងមានការត្រេះរិះពិចារណាគេថាមនុស្សយើងគឺប្រើអារម្មណ៍នៃការរស់នៅមនុស្សយើងប្រើអារម្មណ៍នៃការសម្រេចចិត្តទី1គឺយើងរស់នៅដោយប្រើអារម្មណ៍មុននឹងយើងទិញរបស់អីមួយយើងមានអារម្មណ៍ស្រឡាញ់ទៅអត់យើងមានអារម្មណ៍ថាចង់បានមុននឹងយើងសម្រេចចិត្តអីមួយយើងប្រើអារម្មណ៍ជាធំចាតែអារម្មណ៍ជាធំហ្នឹងតើបើសិនជាយើងប្រើអារម្មណ៍ដោយគ្មានដែនកំណត់ជាពិសេសនៅពេលដែលយើងមានទោសៈមោហៈឃើញអត់គេហៅខឹងខុសខឹងខាតក្នុងរឿងកម្មវិធីនេះតើមានអ្វីដែលបញ្ជាក់ដែលឃើញអត់ជាកំហុសដោយសារអារម្មណ៍អត់ខ្វះការត្រេះរិះពិចារណាឃើញអត់មានអីកើតឡើងខ្ញុំអត់ចង់និយាយអីវែងឆ្ងាយតែយើងគ្រាន់តែឧទាហរណ៍ឲ្យឃើញគឺដោយសារយើងប្រើអារម្មណ៍ហើយយើងខ្វះសតិបញ្ញានៃការរស់នៅអញ្ចឹងកាលណាខ្វះសតិពុបអារម្មណ៍ទៅវឹបយើងអត់មានសតិទៅគ្របអារម្មណ៍នឹងថាអ្នកឯងចាំគិតមកផ្លេតសិនរឿងហ្នឹងវាមានហានិភ័យអីខ្លះវាអាចខូចខាតអីខ្លះឬអារម្មណ៍អ្នកធ្វើឲ្យមានអារម្មណ៍ថាឈ្នះមនុស្សភាគច្រើនធ្វើឲ្យដែលបើសិនជាក្រាត់ពេលខឹងតែងតែគិតថាសម្រេចចិត្តហើយយើងនឹងឈ្នះគេចាឈ្នះគេយើងនឹងមានអារម្មណ៍ថាឈ្នះអីមានឈ្នះមានអារម្មណ៍ថាបើភាសាខ្មែរគេថាអីគេឈ្នះហ្នឹងមិនមែនឈ្នះមែនតើណាគឺវាពិបាកសាក់ใจតែតាមពិតយើងអត់ឈ្នះណាយើងចាញ់ណាបើឈឺដូចមានអារម្មណ៍ថាបើឈឺគេបានសម្រេចឌឺគេបានសម្រេចមែនទេពេលដែលយើងសម្រេចចិត្តអីមួយដូចរបៀបថាខំឯងចង់ឈ្នះអីហ្នឹងហើយវាអញ្ចឹងតែតាមពិតទៅលទ្ធផលចុងក្រោយវាធ្វើឲ្យយើងខកចិត្តព្រោះអីខឹងខុសខឹងខាតខឹងបែបគ្មានសតិដើរដំណើរទៅតាមអារម្មណ៍អញ្ចឹងបានគេឲ្យយើងរៀនសមាធិគេឲ្យយើងរៀនទប់អារម្មណ៍ដោយខ្លួនឯងកុំប្រើអារម្មណ៍ជាធំព្រោះជីវិតយើងគ្រប់គ្នាប្រើអារម្មណ៍ជាធំអ្នកខ្លះអារម្មណ៍ស្រឡាញ់ភ្លេចអស់ហើយចាភ្លេចអស់ហើយនៅមនោសញ្ចេតនាទាំងឡាយទាំងពួងខ្ញុំភ្លេចអស់ហើយគិតថាអស់ចាជាងគេវាអាចមិនចូលគិតថាឈ្នះគេគិតថាធ្វើឲ្យគេនឹងឈឺចាប់ចាធ្វើគេឈឺចិត្ត
ចាអញ្ចឹងមនុស្សប្រើអារម្មណ៍ជាធំទៅគេឲ្យយើងរៀនសមាធិខ្លះទៅកូនចារៀនសមាធិខ្លះទៅខាវាទូចនឹងទឹកតប់តែ17ទេចាមានអ្នកសួរចារៀនសមាធិខ្លះទៅសម្រួមអារម្មណ៍ទប់អារម្មណ៍ខ្លះហើយនៅពេលដែលយើងសមាធិពុបយើងនឹងដើរតាមតនអារម្មណ៍របស់យើងដែលវារវើរវាយរវេករវករវិចរវុចរត់ឆ្វេងរត់ស្ដាំដូចស្ដេចស្វាសុនឧខុងចាដូចស្ដេចស្វាសុនឧខុងខឹងខុសខឹងខាតពាក្យបុរាណមួយនេះអត់ខុសសំបីតែមួយម៉ាត់រត់តែមានកំហឹងខ្លាំងប៉ុណ្ណាឈាមឡើងមុខសម្រាប់ចិត្តអីផុងភ្លាមពុបលទ្ធផលមកដឹងតែខាតពេញទំហឹងហើយអ្នកដឹងអត់ថាភាពស្ដុកស្ដំវាពាក់ព័ន្ធនឹងអារម្មណ៍ចាដោយសារអី subconscious mind បងប្អូនដែលអត់ដែលដឹងចាឌឺគេយ៉ាឌឺគេត្រូវឌឺគេឌឺចាឲ្យមានអារម្មណ៍ថាឈ្នះទាំងចាញ់ចុងក្រោយគឺចាញ់ចាឈ្នះដោយកំហឹងគឺចាញ់ចាយើងគិតថាយើងសម្រេចចិត្តអញ្ចឹងយើងនឹងឈ្នះចាសំចិត្តយើងត្រូវចាតែចុងបញ្ចប់យើងជាអ្នកចាញ់អូខេអញ្ចឹងអនុសម្បញ្ញៈរបស់យើងវាមានអតិពលអីចាស្ដាប់បងកែប្រែបានច្រើនអតិពលនៃការស្រូបទាញភាពស្ដុកស្ដាំបានលុះត្រាតែអារម្មណ៍របស់យើងអនុសម្បញ្ញៈរបស់យើង subconscious mind មានន័យថាចិត្តក្រោមសំណឹកចាវាមានអារម្មណ៍ថាវាសុវត្ថិភាពវាមានអារម្មណ៍បែបគ្មានកំហឹងវានៅក្នុង flow ដែរjoy រីករាយមានក្តីសុខមានក្តីស្រឡាញ់មានអារម្មណ៍ថាវាសុវត្ថិភាពសម្រាប់ខ្លួនឯងមិនចង់ឈ្នះមិនចង់ចាញ់ចាមិនចង់ឈ្នះមិនចង់ចាញ់មិនចង់អារម្មណ៍បែបអវិជ្ជមានគឺអត់មានចាអញ្ចឹងទៅវាជា flow មួយដែលធ្វើឲ្យអ្នកស្រូបទាញបាននៅភាពស្ដុកស្ដំភាពស្ដុកស្ដំអីគេភាពស្ដុកស្ដំក៏ដូចជារឿងលុយកាក់មុខរបរការងារដែលវារលូនបងប្អូនចំណាំមើលអ្នកដែលគាត់ប្រកែមួម៉ៅខ្លាំងតិចមួម៉ៅនិយាយតែរឿងអវិជ្ជមានចា flow ពេលហ្នឹងគាត់អាចរលុយបានច្រើនដូចអាពេលដែលគាត់ដូចជាមិនសូវមួម៉ៅសบายរីករាយច្រើនខ្ញុំខ្ទាល់ខ្ញុំដឹងហ្មងពេលខ្លះនៅពេលដែលយើងចេញក្រៅលូខ្លាំងពេកអារម្មណ៍យើងវាអត់មានពេលមកបានចាប់សតិបញ្ញាខ្លួនឯងបងប្អូនការរកស៊ីធ្លាក់ការលក់ដូរធ្លាក់ចាការលក់ដូរធ្លាក់ដោយសារអីជីនីឬ subconscious mind មានអារម្មណ៍ថាវាច្បុកច្បល់វាគ្មានសុវត្ថិភាពវាពោពេញដោយភាពភ័យខ្លាចជាពិសេសអ្នកដែលមានអារម្មណ៍ភ័យខ្លាចលុយអត់ចូលទេហើយនឹងស្រូបទាញរឿងមិនល្អចូលមកលឿនបំផុតចាស្រូបអញ្ចឹងខ្ញុំខ្លាចបំផុតគឺអារម្មណ៍ដែលភ័យខ្លាចរឿងអីមួយដែលវាមិនល្អនៅសុកភ័យខ្លាចដូចពេលថ្ងៃធ្វើកម្មវិធីបងប្អូនខ្ញុំភ័យខ្លាចតើវាមិនមែនថាភ័យខ្លាចទេវាមានអារម្មណ៍ភ្ញោចមកបន្តិចមួយវាភ្ញោចអារម្មណ៍មកបន្តិចអាចតិចថ្ងៃនេះភ្លៀងតែដល់ពេលយើងគ្រាន់វាហើបមកពុបយើងចាប់អារម្មណ៍តន់ដោយសារអីយើងជាមនុស្សម្នាក់ដែលប្រឹងចាប់នៅរាល់អារម្មណ៍របស់ខ្លួនឯងអញ្ចឹងយើងរងាប់វិញហាអត់ទេលោកឪព្រះកថាលុយលាណាយើងមានទីពឹងមិនដែលឲ្យខ្ញុំជួបនៅពេលភ្លៀងបងប្អូនចំណាំមើលនៅ K-mall ក៏ភ្លៀងមុនហ៎ភ្លៀងមុនមួយថ្ងៃកម្មវិធីយើងនេះក៏ភ្លៀងមុនមួយថ្ងៃដែរថ្ងៃមកពីសៀមរាបយប់ថ្ងៃទី24ភ្លៀងតែថ្ងៃ25អត់ភ្លៀងសុកចិត្តភ្លៀងថ្ងៃ24តង់នៅសៀមរាបតង់នៅម្ដងពេញភ្លៀងអារម្មណ៍យើងគឺមាននៅពេលដែលភ្ញោចមកពេញពុបយើងដឹងថាភាពភ័យខ្លាចហ្នឹងនឹងស្រូបទាញមកហើយវានឹងកើតឡើងហើយពេលឃើញរូបភាពមកឈប់ទៀតណាឃើញរូបភាពមកឈប់ភ្លៀងទៀតអត់ទេប្រឡប់ខ្លួនឯងទាញមកវិញលោកឪជួយរកកន្លែងរកទីពឹងឯងចាប់ដើមរកទីពឹងហើយបើសិនជារកទីពឹងអត់បានពឹបអារម្មណ៍ភ័យខ្លាចនឹងកើតឡើង Oh my god
អ្នកនឹងទទួលបានរឿងរ៉ាវបែបហ្នឹងអញ្ចឹងបានខ្ញុំតែងតែឲ្យនៅកលឹះចិត្តខ្លួនឯងថាចំពោះខ្ញុំមួយផ្ទាល់ធ្វើកម្មវិធីពេលណាក៏ខ្ញុំអត់ដែរជួបនៅរឿងភ្លៀងដែរបងប្អូនឡើងផ្ទះនេះខែ4ភ្លៀងកក់ខែគ្រាន់តែឡើងហើយស្អែកឡើងភ្លៀងអស់ទាស់អត់បានដាក់រោងទេចាអត់បានដាក់រោងឃើញអត់សំខាន់ណាស់បងប្អូនចាគឺមកខុសហើយដោយសារអីអារម្មណ៍របស់យើងគឺ control បាននៅភាពភ័យខ្លាចមិនឲ្យវាកាត់ឡើងចុះភាពស្ដុកស្ដំនៅក្នុងជីវិតយើងចង់ស្រូបលុយបានជាពិសេសអ្នកដែលកំពុងតែផ្ដោតในការរកស៊ីបណ្ដើភ័យបណ្ដើខ្លាចខាតបងប្អូនតែចោះទៅហើយចោះហើយកុំភ័យខ្លាចខាតអារម្មណ៍វាខ្លាចភ័យនឹងហើយគឺជាតួកំណត់អនាគតថាវានឹងខាតវានឹងលុយអត់ចូលវានឹងលក់អត់ដាច់ចាអវ៉ាន់នឹងសល់គ្រប់បែបយ៉ាងទាំងអស់អញ្ចឹងបានថាតួកំណត់សំខាន់គឺជីនីឬ subconscious mind ឬអារម្មណ៍នេះវាសំខាន់យកតែមែនតែននៃការស្រូបទាញគ្រប់យ៉ាងហ្មងមិនថាតលុយភាពស្ដុកស្ដំឬសុភមង្គលនៅក្នុងគ្រួសារចាវាសំខាន់ហ្មងព្រោះមនុស្សយើងឥឡូវយើងទៅសង្កេតខ្លួនឯងថាតើរាល់ថ្ងៃនេះមួយថ្ងៃយើងមានបាច់ថាអារម្មណ៍ចុះអ្នកខ្លះគាត់បែងចែកអត់ដឹងទេណាអារម្មណ៍នឹងការគិតផ្សេងបងប្អូនអារម្មណ៍គឺវាផុសមកពីក្រអៅបេះដូងពីតនិកពីបដុំតនេះឡើងមកដោយវាមានមនោសញ្ចេតនារួមការគិតគឺជាការនឹកឃើញអ្វីមួយនឹកឃើញនេះនោះអីចឹងបន្ទាប់ពីនឹកឃើញហើយបានវាមានអារម្មណ៍រួមតែការគិតវាមកមុនអារម្មណ៍វាមកតាមក្រោយអញ្ចឹងបើសិនជាវាគ្រាន់តែផុសតែការគិតទេ yes អ្នកនៅមិនទាន់ស្រូបទាញតែនៅពេលដែលការគិតវាផុសមកមកសន្ទុះពុប17វិនាទីវាចាប់ផ្ដើមមានអារម្មណ៍រួមហើយការសម្រេចចិត្តរបស់អ្នកតែងតែបូកអារម្មណ៍ចូលជានិច្ចឃើញអញ្ចឹងបានថាជីវិតរបស់យើងរស់ទៅតាមអារម្មណ៍របស់យើងធ្វើទៅទៅតាមអារម្មណ៍របស់យើងអ្នកខ្លះគាត់ប្រើអារម្មណ៍ជាធំនិយាយទៅអារម្មណ៍វាធំស្រាប់ហើយតែគាត់អត់ control គាត់នឹកឃើញចង់និយាយអីគាត់និយាយហ្នឹងគាត់មានរក្សាទឹកចិត្តគេគាត់ចង់ថានៅណាគាត់ថាហ្នឹងជាពិសេសហេតុអីគេអាចទាញមនុស្សដឹងដោយ status មនុស្សយើងទាញដឹងដោយយើងបញ្ចេញអារម្មណ៍លើ social media សួរថាពេលខ្លះខ្ញុំចង់បញ្ចេញអារម្មណ៍អត់ខ្ញុំក៏ចង់បញ្ចេញដូចគ្នាអារម្មណ៍ខ្ញុំចង់តែខ្ញុំមានសម្បញ្ញៈដែលទៅគ្របអារម្មណ៍នឹងមកតង់ថាគុំណានៅពេលដែលផុសទៅអ្វីដែលវាតាមមកទី1បើរឿងគ្រួសារគឺយើងហែកពោះឲ្យក្អែកចឹកទាំងគេអត់ដឹងអីសោះគេមកដឹងរឿងយើងទី2ជីវិតយើងគឺបានហែកឲ្យគេមើលដូចយើងដើរស្រាតហើយទី3យើងកុំឲ្យគេដឹងអ្វីពីយើងច្រើនពេកទាំងគេមិនដែលស្គាល់យើងផងចាហើយនៅពេលដែលយើងផុសចេញទៅឧបមាថាយើងឌៀមដាមឬឌឺដងអ្នកណាម្នាក់សួរថាវាចំណេញអត់អញ្ចឹងបានបងប្អូនតែងតែឃើញថាមានអ្នក status ឌឺដងឲ្យខ្ញុំហេតុអីខ្ញុំមិនដែលតហើយអ្នកទាំងអស់គ្នាតែងតែគិតថាខ្ញុំជាមនុស្សម្នាក់ដែលមិនដែលឆ្លោះមួយអ្នកណា yes ខ្ញុំមិនដែលឆ្លោះមួយអ្នកណាតែសួរធ្លាប់មានគេ status ឌឺដងឲ្យខ្ញុំអត់មានតែនៅពេលដែលយើងពិចារណាទៅបើរឿង status ឌឺដងខ្ញុំមិនដែលរើសយកហ្មងដោយសារអីសតិយើងវាគ្រប់គ្រាន់នៃការគ្រប់គ្រងអារម្មណ៍យើងថាយើងអត់ចង់ VS ជាមួយទេមានណាបងប្អូនអូច្រើនគួរសមមកល្មមដែរព្រោះថាយើងមិនសូវបានជួបមនុស្សវាមានខ្លះធ្វើមិនដឹងធ្វើមិនលឺបំភ្លេចចោលទៅតាមពិតបើសិនខ្ញុំជាមនុស្សដែលប្រើអារម្មណ៍ត្រឡប់ទៅវិញបងប្អូនអើយជីវិតខ្ញុំក៏មានតារាមាមានហែកហួរដូចគ្នាហ្នឹងតែដោយសារយើងគឺ control អារម្មណ៍ខ្លួនយើងហើយចរិតយើងមិនចូលចិត្តសំរឿងផងទៅធ្វើឲ្យយើងរស់ដោយមានចាសន្តិភាពចិត្តយើងសន្តិភាព
tớp dương nâng tụi bán xong thì phiếp này chỉ vật mà nước dương chất dương xong thì phiếp dương nâng tụi bán xong thì phiếp này chỉ vật